ចាសួស្តីបងខ្ញុំឃើញថាមួយរយៈនេះ Isuzu គឺទទួលបានការគ្រប់គ្រងខ្លាំងមែនទែនទៅលើ model ប្រភេទឡានដឹកប្រភេទមួយបាំងដែលអតិថិជនតែទទួលខ្ញុំទៅលើប្រភេទមួយបាំងមិនថាទៅតាម Facebook page ឬក៏តាម TikTok ឯថាប្រភេទរយន្តមួយបាំងហ្នឹងមាន option ពិសេសចំណុចអ្វីខ្លះឥឡូវនេះខ្ញុំលើក5ចំណុចដែលអតិថិជនគួរតែទិញរយន្តមួយបាំងប្រភេទ Isuzu មួយនេះតោះចាប់បានថាមានអ្វីខ្លះទៅទស្សនាវីដេអូនេះជាមួយនឹងខ្ញុំទាំងអស់គ្នាចំណុចទី1 លក្ខណៈបច្ចេកទេសរយន្តមួយនេះបានបំពាក់ទំហំម៉ាស៊ីន 1.9 ជាមួយនឹងប្រអប់លេខ6វគ្គលេខដៃចំណុចទី2ម៉ាស៊ីន Isuzu គឺជាប្រភេទរយន្តដែលមានផលិតកម្លាំងសេះគឺស្ទុះខ្លាំងមែនទែនដែលអាចផលិតកម្លាំងសេះបាន150 HP និងកម្លាំងរមុះរហូតដល់350 Newton m ចំណុចទី3តកតងជាមួយនឹងប្រព័ន្ធទប់លំនឹងនិងប្រព័ន្ធប្រាំងប្រព័ន្ធទប់លំនឹងប្រភេទប៉ង់មុខយើងប្រើជាប្រភេទប្រព័ន្ធទប់លំនឹងដាច់ដោយឡែកខ្លះប្រជាភ្លោះប្រើប្រាស់រស័រនិងធ្នរទប់លំនឹងជាមួយនឹងបូមខ្យល់ចំណែកប៉ង់ខាងក្រោយជាប្រភេទចទាសជាមួយនឹងបូមខ្យល់ប្រព័ន្ធប្រាំងកង់ផ្នែកខាងមុខគឺយើងប្រើជាប្រភេទប្រាំងបូមដែលប្រើប្រាស់ឌីបញ្ចុះកម្ដៅចំណែកកង់ខាងក្រោយយើងប្រើជាប្រភេទប្រាំងស្គរចំណុចទី4ទម្ងន់និងចំណោះពោះរយន្តប្រភេទមួយបាំងមួយនេះទម្ងន់រយន្តសរុបគឺ2តោន700គីឡូក្រាមជាមួយនឹងទំហំនៃការផ្ទុកខាងក្រោយគឺរហូតដល់1តោន690ក្រាមចំណុចទី5តកតងជាមួយនឹងរូបរាងបណ្ដាច្បាក់មានប្រវែងរហូតដល់5325មីលីម៉ែត្រចំពោះតតងរយន្តគឺ1810មីលីម៉ែត្រចំពោះកម្ពស់រយន្តរហូតដល់1690មីលីម៉ែត្រចំពោះផ្នែកត្រង់ខាងក្រោយមួយបាំងវិញមានប្រវែងរហូតដល់2330មីលីម៉ែត្រចំពោះតតងរយន្ត1590មីលីម៉ែត្រចំពោះកម្ពស់រយន្តគឺ465មីលីម៉ែត្រសម្រាប់បងដែលចាប់អារម្មណ៍ទៅលើប្រភេទរយន្តដឹកប្រភេទមួយបាំងមួយនេះគឺចំនួននៅសល់ក្នុងស្តុកគឺតិចមែនតើហើយចំពោះតម្លៃវិញត្រឹមតែ32800តែប៉ុណ្ណោះសម្រាប់អតិថិជនដែលចាប់អារម្មណ៍អាចទំនាក់ទំនងនេះខ្ញុំតាម Facebook page ខាងលើឬទំនាក់ទំនងតាមលេខទូរស័ព្ទខាងក្រោមនេះកុំភ្លេចណាអញ្ជើញមកទិញរយន្តជាមួយនឹងខ្ញុំទាំងអស់គ្នា